លោកអ៊ំភ្លុកមើលសិនទៅអត់កាត់លុយទេរសជាតិត្រូវមកថ្មងមិនអាចស៊ីទេបាត់ទេជញ្ជីងឲ្យខ្ញុំមកយកទៅខ្លាំងស្រាយជួយផ្សព្វផ្សាយផងណាកុំបារម្ភអីខ្ញុំនឹងប្រាប់អ្នកភូមិយើងឲ្យដឹងក្មួយប្រុសសាច់ផាក់លើនេះមួយជញ្ជីងថ្លៃប៉ុន្មានដែរសាច់ក្បាលជ្រូក 1.5 យន់ត្រចៀកជ្រូក 2 យន់អណ្ដាតជ្រូក 2.5 យន់ហាន់សាច់ក្បាលជ្រូក 2 ខាំមកឲ្យចៅខ្ញុំភ្លុកមើលឆ្ងាញ់មែនតើគ្រាន់តែកន្លែងនេះរៀងស្ងាត់បន្តិចភ្លុកមួយមកទៅអត់គិតលុយទេគឺរសជាតិអាចទទួលយកបានបើចូលចិត្តលើកក្រោយមកទិញទៀតណាឆ្ងាញ់មែនហើយតែឆ្ងាយពេកចាំលើកក្រោយកាត់តាមនេះសិនទៅក្លិនអីក៏ឈ្ងុយម្លេះមានសល់អត់សល់23ដុំចុងក្រោយបងភ្លុកមើលទៅរសជាតិនេះដូចក្លិនដែលខ្ញុំធ្លាប់ញ៉ាំកាលពីក្មេងអញ្ចឹងរសជាតិមិនដែរឈ្ងុយមែនឯងនៅទីនេះរាល់ថ្ងៃមែនបាត់នៅរាល់ថ្ងៃបងមកពេលណាក៏បានដែរបងគឺអ្នកដែលមកភ្លុកកាលពីម្សិលមិញមែនទេខ្ញុំនឹកឃើញហើយគឺហាងឡាវឈិនជីត្រូវហើយគឺរសជាតិដើមនេះហើយដូចហាងឡាវឈិនជីបេះបិទមកបងធ្លាប់ញ៉ាំរបស់ហាងឡាវឈិនជីដែរជាង10ឆ្នាំហើយខ្ញុំមិនដែលបានញ៉ាំរសជាតិនេះទៀតទេយកឲ្យខ្ញុំ8ជញ្ជីងបងញ៉ាំអស់ខ្ញុំយកទៅផ្ញើបងប្អូនពួកអ្នករត់ឡានធំមាត់រើណាស់ចូលចិត្តតែរសជាតិនេះទេអូនប្រុសឯងនឹងហាងឡាវឈិនជីមានជាប់សាច់ញាតិអីនឹងគ្នាដែរខ្ញុំត្រកូលឈិនលោកតាចាស់ឈិនគឺជាជីតារបស់ខ្ញុំអូហូអញ្ចឹងតើរសជាតិនេះមិនមែនមនុស្សធម្មតាចេះធ្វើទេណាហើយខ្ញុំឈ្មោះជើទៅហ្វារត់ឡានដឹកទំនិញកាត់តាមនេះរាល់ថ្ងៃបងជើអរគុណបងដែលបានជួយគាំទ្រគួរសមអីឯងស្នាដៃឯងល្អយ៉ាងនេះមិនគួរមកកប់ឈ្មោះនៅទីនេះទេខ្ញុំប្រាប់ពួកម៉ាក់ខ្ញុំឲ្យថាថ្ងៃស្អែកនឹងមានគេមករកឯងមិនខានថើកែឈិនយកដូចចាស់មកត្រចៀកជ្រូកកន្លះជញ្ជីងហាន់ជាសរសៃដាច់ជ្រូកហាន់បន្ទះក្រាស់លើកមុនស្ដាងពេកញ៉ាំមិនសូវត្រូវម៉ាក់កន្លែងរបស់គាត់នេះខ្ញុំគឺជាម៉ូចៅណែនាំឲ្យមកទិញសាច់ក្បាលជ្រូក3ជញ្ជីងពូសាងថ្ងៃនេះបញ្ចុះតម្លៃ 20% អីគេហ្នឹងប្តីសម្លាញ់មានរឿងហើយមានរឿងអីទៀតហើយឯងទៅបើកតូបនៅចំណតឡានលាងដាច់សាហាវចាស់យើងរត់ទៅទិញខាងនោះអស់ហើយចុះវាមានឆ្នាំងណាសម្រាប់ស្ងោរលូកទៅគឺវាយកឆ្នាំងកញ្ចាស់របស់ជីតាឯងទៅនឹងណាខ្ញុំធ្វើតាមសៀវភៅបេះបិទខុសត្រង់ណាទៅមើលតែសៀវភៅមានប្រយោជន៍អីយើងត្រូវតែដណ្ដើមមួយពីវាឲ្យមកដណ្ដើមវិញទៅបាយវាមានអាជ្ញាប័ណ្ណអត់លក់នៅចំណតឡានលាងលក់តាមចិញ្ចើមផ្លូវគ្មានអាជ្ញាប័ណ្ណទេត្រូវហើយមកពីវអ្នកគ្រប់គ្រងតំបន់នោះខ្ញុំស្គាល់គេច្បាស់ណាស់លើកនេះវាគ្មានអាជ្ញាប័ណ្ណគ្មានក្នុងបង្អែកចាំមើលតើវារត់ទៅពួនឯណាមួយណាជាម្ចាស់តូបមានគេប្តឹងថាឯងលក់ដូរគ្មានអាជ្ញាប័ណ្ណអត់ទេមានរឿងអីហ្នឹងមានអ្នកភូមិប្តឹងថាឯងលក់ដូរគ្មានអាជ្ញាប័ណ្ណត្រូវតែបិទតូបបញ្ឈប់ការលក់ដូរអាឈិនមិនមែនខ្ញុំចង់ធ្វើបាបឯងទេណាច្បាប់គឺត្រូវតែធ្វើតាមច្បាប់គេកំពុងតែលក់ដូរសុកមិនក៏មកបិទតូបគេរឿងអនាម័យចំណីអាហារពួកឯងមានបញ្ហាអ្នកណាទទួលខុសត្រូវអូយនេះមានរឿងអីហ្នឹងរៀបចំឯកសាររួចរាល់ចាំមកលុបឲ្យខ្ញុំត្រូវមកជាលើកទី2ឲ្យសោះមនុស្សម្នាក់នឹងខ្ញុំស្គាល់គេជាក្មេងទំនើងនៅផ្សារយើងនេះច្បាស់ជាមានគេចាក់រុកពីក្រោយក្នុងហើយលោកអ៊ំជួយមើលឲ្យបានឲ្យខ្ញុំការិយាល័យពាណិជ្ជកម្មមួយផ្លែតខ្ញុំចង់មកធ្វើអាជ្ញាប័ណ្ណអាជីវកម្មលក់សាច់ផាក់លើពេញពាក្យទៅឯកសារគ្រប់ហើយចាំមកធ្វើទៀតលិខិតបញ្ជាក់ទីតាំងអាជីវកម្មធ្វើដីឬមួយក៏កិច្ចសន្យាជួលផ្ទះត្រឹមត្រូវតែមានការបោះត្រាពីម្ចាស់កម្មសិទ្ធិកន្លែងជួលបណ្ដោះអាសន្នគ្មានលិខិតកម្មសិទ្ធិទេអញ្ចឹងធ្វើមិនបានឲ្យមានកន្លែងអាជីវកម្មច្បាស់លាស់ចុះលិខិតបញ្ជាក់អនាម័យនឹងមុនបានអត់លិខិតអនុញ្ញាតក៏ត្រូវការទីតាំងច្បាស់លាស់កន្លែងផងឲ្យគេទៅត្រួតពិនិត្យឯណាវ៉ៃកពូអូចាស់ប្រាប់ខ្ញុំរួចហើយទប់ត្រូវគេបិទហើយតើបើគ្មានអាជ្ញាប័ណ្ណគឺលក់មិនកើតទេចំណតឡានលាងគ្មានលិខិតបញ្ជាក់កម្មសិទ្ធិទេពេលវាដើរទាលុយ PC វានាំយកអាជ្ញាប័ណ្ណទៅគ្មានប្រយោជន៍ដែរត្រូវរកកន្លែងថ្មីកន្លែងណាដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងទាំងមូលតែវាទៅណាបានទៀតចំណតឡានក្រុងផ្សាររាត្រីមានលក្ខណៈមិនខ្លះខាងនោះគេមានលិខិតអនុញ្ញាតអាជីវកម្មមិនចាំបាច់ធ្វើអាជ្ញាប័ណ្ណទេហើយវាក៏មិនមែនមកពីអ្នកជួលទុកប៉ុន្មានដែរខែ200 យន់ថ្ងៃស្អែកខ្ញុំនាំអញទៅមើលល្អថ្ងៃស្អែកទៅមើលទាំងអស់គ្នាព្រឹកស្អែកខ្ញុំមកយកឯងពូលីវខ្ញុំនាំប្អូនខ្ញុំមកជួបពូហើយតូបលក់សាច់ខ្លែមនៅផ្សាររាត្រីនេះសល់តែមួយកន្លែងនឹងគត់ប្រាក់កក់ប៉ុន្មានដែរពូខ្ញុំបង់លុយថ្ងៃនេះតែម្ដងកក់3ខែ500 យន់ថ្លៃឈ្នួលបង់ប្រចាំខែ200 យន់តំបន់ខ្ទប់លេខ17នៅក្បែរតូបលក់មីត្រជាក់ម៉ោង5ល្ងាចរាល់ថ្ងៃអាចចូលរៀបអីវ៉ាន់បានហើយម៉ោង12យប់ត្រូវតែរៀបចំអីវ៉ាន់ចេញថ្ងៃនេះអាចលក់បានអត់នឹងកៅអីរៀបចំខ្លួនឯងសម្អាតអនាម័យឲ្យបានល្អថ្ងៃនេះអាចលក់បានហើយល្អណាស់យប់នេះលក់តែម្ដងថើកែសាច់ផាក់លើនេះលក់មិនដែរក្បាលជ្រូក 1.5 យន់ត្រចៀកជ្រូក 2 យន់យកសាច់ក្បាលជ្រូកកន្លះជញ្ជីងមកហាន់ឲ្យស្ដើងបន្តិចមកញ៉ាំលើឡានអែមហ្មងឆ្ងាញ់ជាងហាងដែលលក់កាលពីដៅរងាទៅទៀតសាច់ផាក់លើញ៉ាំជាមួយមីត្រជាក់អែមអស់ទាស់ទៅទិញពីហាងនឹងតែម្ដងទៅបងលក់នៅនឹងរាល់ថ្ងៃមែនអាទិត្យក្រោយមកម្ដងទៀតចង់មកទិញទៀតរាល់ថ្ងៃពីម៉ោង5ល្ងាចដល់ម៉ោង12យប់ខ្ញុំប្រាប់អ្នកភូមិខ្ញុំពីរសជាតិសាច់ផាក់លើហាងបងយកទៅដល់ម៉ាក់បំបីគ្នាទិញមិនខានទេ
anh mơ tờ tinh pi tốpរបស់វានឹងឯងវាទៅលក់នៅផ្សាររាត្រីតាំងពីពេលណាតូបវានោះភ្ញៀវឈរតម្រង់ជួរដល់ហាងក្បែរខាងឯងចាស់វានឹងបានប្រយោជន៍អីទៅភ័យអីរូបមន្តសម្ងាត់នឹងគង់តែធ្លាក់ដល់ដៃយើងតែមួយបង្រៀនចុះមិនវាចេះតែអញមិនចេះមិនមែននៅខ្ញុំបង្រៀនទេគឺជីតាវាជាអ្នកបង្រៀនវាបាយកពួកម៉ាក់ខ្ញុំមកជួយគាំទ្របង្ហើយយកសាច់ក្បាលជ្រូកពីចិញ្ចៀងមកហាន់ឲ្យក្រាស់ណាស់មកគឺហាងមួយនេះហើយតម្រង់ជួរធ្វើអីហ្នឹងស្អីក៏មនុស្សច្រើនម្លេះសាច់ផាក់លើវាយកប្រមើលចោះញ៉ាំទេអីភ្ញៀវឈរតម្រង់ជួរដល់កន្ទុយផ្សារបាត់ហើយញ៉ាំសាច់ផាក់លើ30ឆ្នាំមកនេះមានតែហាងអញទេដែលរសជាតិត្រូវមកជាងគេលោកអ៊ំអញ្ជើញមកញឹកញាប់ផងណាខ្ញុំនៅទីនេះរាល់ថ្ងៃអាឈិនអញសាក់ទីមើលថ្ងៃនេះលក់បាន460យ៉នមួយថ្ងៃ460យ៉នខ្ញុំរត់ឡានទៅខេត្តកោរ៉ុបមិនបានប៉ុណ្ណឹងផងថ្ងៃស្អែកត្រៀមសាច់កើមួយជាថ្ងៃនេះលក់មិនគ្រាន់ទេអញចិត្តខ្លាចជាសេដ្ឋីហើយនេះទើបតែថ្ងៃទី1សោកការជួយគ្រប់គ្រងពីអ្នកទាំងអស់គ្នានឹងហើយបងជួយគាត់វិរិយនេះខ្ញុំត្រូវទៅយកសាច់សម្រាប់ថ្ងៃស្អែកនេះឯងចង់លក់សាច់ក្បាលជ្រូកពេញមួយស្រុកនេះអស់មែនទេខ្ញុំប៉ាវអ្នកទាំងអស់គ្នាទៅញ៉ាំអីនៅហាងអាឈិនមនុស្សស្រីអំបញ្ញមិញនេះគឺប្រពន្ធបងឯងមែនទេប្រពន្ធបងខ្ញុំទៅឲ្យឆ្ងាយទៅអាឈិនហាងឈិនជារូបមន្តដើមនៅទល់មុខនេះកំពុងតែបើកហើយដណ្ដើមមួយហើយឯងមិនអើពើទេដាក់ស្លាករូបមន្តត្រកូលតែឯងទៅជារូបមន្តដើមពិតប្រាកដណាស់គ្នាក៏គ្មានប្រយោជន៍អីដែរស្គាល់គឺស្គាល់ដោយសាររសជាតិចុងភើហាងទល់មុខនោះខ្ញុំសួរគេដល់ហើយពីរដ្ឋនៅខេត្តត្រកូលហ្វាអ្នកណាជាអ្នកហៅមកបងប្រុសឯងនឹងហើយឲ្យមកពីវជួយរកក្លិនឈ្ងុយស្រដៀងគ្នាដែរតើខាងនោះថោកជាងដល់ទៅពាក់កណ្ដាលឯណោះពេលបងញ៉ាំទៅនឹងដឹងហើយថារសជាតិខុសគ្នាឆ្ងាយណាស់ថ្ងៃនេះភ្ញៀវតិចជាងមុនហើយចុះបើថ្ងៃស្អែកគេនៅតែបញ្ចុះតម្លៃពាក់កណ្ដាលតម្លៃពាក់កណ្ដាលអញ្ចឹងទ្រាំមិនបាន3ថ្ងៃទេថ្លៃដើមមិនរួចទេចុះបើសិនជាគេសុកចិត្តលក់ខាត់រហូតវិញនោះរសជាតិវាមិនចេះកុហកមនុស្សទេថ្ងៃទៀតចាំមើលទៅខុសគ្នាឆ្ងាយណាស់របស់គេរសជាតិវាមិនសូវដិតតែរបស់ឯងញ៉ាំទៅគឺរលាយចូលជាតិថ្ងៃនេះទើបតែលក់បានប៉ុន្មានសោះសូម្បីតែថ្លៃឈ្នួលផ្ទះក៏មិនគ្រប់ផងលោកអញអាចធ្វើបានឬមិនបានខ្ញុំធ្វើតាមរូបមន្តក្នុងសៀវភៅមិនខុសមួយជំហានណាចុះហេតុអីបានជារសជាតិវាមិនត្រង់ណាទៅអញ្ចឹងគេមានរបៀបនិងកម្រិតភ្លើងផ្ទាល់ខ្លួនរបស់គេមើលតាមតែសៀវភៅរៀនមិនចេះទេមានន័យថាម៉េចរូបមន្តក្នុងសៀវភៅសរសេរមិនអស់ទេរសជាតិដែលឆ្ងាញ់គឺអាស្រ័យលើស្នាដៃនិងកម្រិតនៅក្នុងខួរក្បាលរបស់គេមិនមែននៅលើក្រដាសទេសសរសេរតែសម្បកក្រៅទេតើកុំតន់អល់ភ័យទោះក្នុងសៀវភៅគ្មានសរសេរតែអ្នកជួយធ្វើការងារនេះថាឲ្យលួចយកព័ត៌មានពីខាងក្នុងមកលោកគ្រូហ្វានអង្គុយសិនទៅចាំខ្ញុំរកវិធីតាមក្រោយបងស្រីចាងធ្លាប់ទិញសាច់ផាក់លើរបស់ហាងវៃកញ៉ាំអត់រសជាតិឆ្ងាញ់ណាស់តើមានរឿងអីទៅកុំប្រាប់អ្នកណាឲ្យសោះណាសាច់ខាងវាមានលីសារធាតុចឹងមិនក៏មានក្លិនឈ្ងុយម្លេះទៅលីសារធាតុអីទៅគឺសារធាតុគីមីនឹងឯងបងប្អូនខ្ញុំញ៉ាំរួចរាក់រូសអស់ពីថ្ងៃណោះមែនឬនឹងខ្ញុំទើបតែទិញកន្លះចិញ្ចៀងឲ្យកូនខ្ញុំញ៉ាំសោះតែប្រាប់ដល់ក្តីសង្ឃឹមល្អទេជឿស្រេចតែបងចោះម្សិលមិញញ៉ាំសាច់ផាក់លើហាងវៃករួចត្រឡប់ទៅវិញក្អួតចង្អោររៀករូសពេញនឹងសម័យនេះហើយរបស់អីក៏ហ៊ានយកមកលក់ឲ្យគេញ៉ាំដែរគេល្បីថាសាច់ហាងឯងមានលីសារធាតុគីមីតែជារឿងពិតមែនអត់គ្មានទេសំបីតែមួយគ្រាប់ក៏មិនដែលលីដែរខ្ញុំជឿឯងតែប្រពន្ធខ្ញុំប្រាប់ថាមានគេញ៉ាំហើយរៀករូសនាងមិនឲ្យខ្ញុំមិនអីទេពីថ្ងៃទៀតនឹងដឹងការពិតហើយគឺប្រពន្ធបងឯងនឹងហើយជាអ្នកដែលនិយាយជួគេឲ្យមកធ្វើជាឈឺពោះនៅមុខតូបទៀតបងប្រកាសទេថាជានាងឃើញផ្ទាល់ភ្នែកនាងកំពុងតែខ្សឹបខ្សៀវនៅតូបលុបនៅមុខតូបនោះគឺបងប្អូនជីដូនមួយរបស់ខ្ញុំញ៉ាំហើយឈឺអញត្រូវតែចេញមុខដោះស្រាយការជិះនោះមកពីមូលហេតុផ្សេងទេចាំអារម្មណ៍ខាងក្រៅនោះវិញជារឿងប្រឌិតឡើងទាំងអស់ខ្ញុំនឹងអញ្ជើញមន្ត្រីសុខាភិបាលមករកឃើញថាមានបញ្ហាមែនខ្ញុំសុកចិត្តបិទហាងទទួលទោសខ្ញុំសូមស្នើឲ្យមានការត្រួតពិនិត្យផលិតផលសាច់ផាក់ឡើងតែល្អឯងជាអ្នកស្ម័គ្រចិត្តស្នើសុំត្រួតពិនិត្យមិនមែនដោយសារមានគេប្តឹងទេការស្ម័គ្រចិត្តស្នើសុំត្រួតពិនិត្យត្រូវតែធ្វើឡើងជាសាធារណៈឲ្យគ្រប់គ្នាបានស្អែកម៉ោង 10 នឹងមានការយកសំណាក់លទ្ធផលព្រាមខ្ញុំនឹងរងចាំសូមអញ្ជើញខិតមកមុខបន្តិចទៀតនឹងបានឃើញច្បាស់ហើយរបស់របរបានរៀបចំរួចរាល់ហើយអាចត្រួតពិនិត្យតាមសប្បាយបានចានមួយគ្រាប់ឈើអែមទិញរីផ្លែក្រវីងនិងមើមឈូកសុទ្ធតែជាគ្រឿងផ្សំធម្មតានេះជាម៉ាស៊ីនតេស្តរកសារធាតុគីមីនិងពណ៌សិប្បនិមិត្ត15នាទីនឹងក្រាញ់នៅវីដេអូគ្រឿងផ្សំមុននឹងគេមកពិនិត្យទើបយករបស់ល្អមករាល់ថ្ងៃវាប្រើគ្រឿងផ្សំអីខ្លះខ្ញុំមើលឃើញច្បាស់ណាស់អ្នកដែលដើរបង្កពាក្យចាមអារ៉ាមគួរតែមកក៏អាចធ្វើជាសាក់សេបានដែរផ្សាររាត្រីតាំងពីដើមមកមិនដែលដូរគ្រឿងសារធាតុគីមីនិងពណ៌សិប្បនិមិត្តទេលទ្ធផលបញ្ជាក់ថាត្រឹមត្រូវតាមស្តង់ដារទាំងអស់អរគុណច្រើនដែលបានជួយនឿយហត់ច្បាស់ហើយនៅត្រឹមត្រូវទាំងអស់បើអ្នកណានៅតែដើរនិយាយដាំគេទៀតយកលិខិតនេះទៅបកក្បាលវាទៅសាច់40ចិញ្ចៀងនៅស្រុកលីនគេឡើងថ្លៃហើយខ្ញុំមិនថ្លៃចង់បាក់មាត់បងទៅហើយចិញ្ចៀងរបស់បងខ្ញុំហន់ទុកនៅក្បែរឆ្នាំងហើយរាល់ដងដែលខ្ញុំញ៉ាំតែងតែមានអារម្មណ៍ថាលួចថែមគ្រឿងអីខ្លះហ្នឹងថែមតើគឺថែមបទពិសោធន៍5ត្រូវបដូរពេលទៅយកបាយនៅពេលល្ងាចវិញចាំយប់ចាំនេះគ្នាថៅកែហាងបាយម្នាក់សួរថាឯងមានលក់បោះដុំខ្ញុំនៅពេលល្ងាចបោះដុំកុំតន់អាសាមួយរីរបស់យើងឯងនេះសិន
ធ្វើឲ្យយុអានោះកំដែរច្បាស់ជាអូនថាតុបនេះតូចពេកមិនខានទេធ្វើការពីម៉ោង3យប់ដល់ម៉ោង7ព្រឹកអ្នកណាដែលអាចទ្រាំនឿយហត់បានសុំនៅទីនេះសិនមិនមែនពាក់កណ្ដាលយប់ទេ150ដុល្លារហើយបាយត្រង់មួយពេលការនៅផ្ទះខ្លាចងូត្រូវលើបលៀងជាងនេះទៅទៀតតែការងារធ្វើបានរឿងលៀងចានលៀងឆ្នាំមើលទៅតាមកម្លាំងចោះបងឈិនខ្ញុំអាចធ្វើបានគ្រប់ការងារឲ្យខ្ញុំធ្វើអីអ៊ំស្រីសុនជាអ្នកហាន់សាច់លោកអ៊ំជាអ្នកលាងសម្អាតសៀវម៉ានរៀននេះត្រូវពាក់ខោឲ្យចាស់មកព្រោះអាចនឹងប្រឡាក់ខ្លាញ់ថៅកែរបស់ខ្ញុំបាននៅបានហើយអាឈិនឃើញមនុស្សប្រុសស្រី2នាក់ដែលទើបតែដើរកាត់នឹងអត់ឃើញតើវាគឺជាប្អូនជីដូនមួយរបស់ម៉ាពីក៏វាជាមនុស្សកាច់សាហាវណាស់សង្សារចាស់របស់វាត្រូវវាតតែបាក់ខ្ទង់ច្រមុះរហូតដល់នាងរត់ចោលបាត់ទៅរឿងរបស់អ្នកដតីគុំទៅខ្វល់ខ្វាយច្រើនពេកបានខ្ញុំលែងនិយាយហើយឯងប្រញាប់ត្រឡប់ទៅសម្រាប់ទៅស្អែកជួបគ្នាបងឈិនខ្ញុំសូមបើកប្រាក់ខែមុនកន្លះខែបានអត់បងនៅផ្ទះមានរឿងអីមែនទេថ្លៃសាលារបស់ប្អូនស្រីខ្ញុំនៅខ្វះ200យ៉នទៀតសាលាគេទីច្រើនដល់ហើយយកទៅចុះចាត់ទុកថាជាប្រាក់រង្វាន់លើកទឹកចិត្តបងឈិនវាច្រើនពេកហើយបងទុកឲ្យប្អូនស្រីឯងខំរៀនសូត្រឲ្យបានសិក្សាគឺសំខាន់ជាងអ្វីទាំងអស់បងឈិនខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការឲ្យបានល្អបំផុតពូសុនប្រពន្ធពូធ្វើការនៅហាងវៃកយ៉ាងម៉េចដែរអាចធ្វើតែត្រូវងើបលឿនពេកចេញពីផ្ទះតាំងពីម៉ោង3យប់រាល់ថ្ងៃតែរើក្មេងប្រុសម្នាក់ចូលធ្វើការតើវាឈ្មោះអីទៅឈ្មោះលីវសៀវម៉ានជាអ្នកស្រាយចរិតឧស្សាហ៍ព្យាយាមណាស់គ្រាន់តែខ្វះខាតលុយឲ្យប្អូនស្រីទៅរៀនក្មេងសម័យនេះពិតជាលំបាកមែនប៉ុន្មានទៅប្រពន្ធខ្ញុំប្រាប់ថាខ្វះប៉ុន្មានរយយ៉នទៀតឯណោះសំចៃរាល់ថ្ងៃដើម្បីផ្ញើលុយទៅផ្ទះរហូតចុះក្មេងនោះស្នាក់នៅណាទៅខ្ញុំមានសាច់ញាតិម្នាក់ចង់រកអ្នកជួយមើលការគេចង់ជានៅផ្ទះល្បែងជួខាងត្បូងផ្សារយើងនេះឯងស៊ើបដឹងច្បាស់ហើយវាឈ្មោះលីវសៀវម៉ានខ្វះលុយថ្លៃសាលា800យ៉នម្ដងត្រឹមតម្លៃ800យ៉នគឺស្រួលដោះស្រាយណាស់ទៅជួបវានៅផ្សារគេឃើញនឹងខូចការធំមិនខាននេះខ្ញុំទៅរកវាផ្ទាល់តែម្ដងឯងគឺសៀវម៉ានមែនទេខ្ញុំជាបងប្រុសរបស់វៃកចង់មកនិយាយលេងជាមួយឯងមិនឆេញមិនដែលប្រាប់ខ្ញុំសោះថាបងនឹងមកអីគឺខ្ញុំចង់មកជួយឯងទេតើក្នុងមួយខែខ្ញុំឲ្យប្រាក់ខែឯង300យ៉នចុងឆ្នាំឲ្យប្រាក់រង្វាន់1000យ៉ននេះឯងមានលុយបង់ថ្លៃសាលាបាត់ទៅហើយរាល់ថ្ងៃក្រោយពេលការងារឯងត្រូវកត់ត្រាគ្រប់ជំហាននៃការលីកក្នុងមួយខែខ្ញុំឲ្យឯង3000ចុងឆ្នាំថែមប្រាក់រង្វាន់1000ទៀតប៉ុណ្ណឹងគ្រប់បង់ថ្លៃសាលាហើយឲ្យខ្ញុំធ្វើអីរាល់ថ្ងៃពេលចេញពីធ្វើការឯងកត់រូបមុនដែលវាធ្វើយកមកឲ្យខ្ញុំអត់ទេបងចិនគាត់ល្អចំពោះខ្ញុំណាស់ខ្ញុំធ្វើចោលមិនបានទេនេះ1000យកទៅចាយសិនទៅគ្រប់បង់ថ្លៃរៀនគួរឲ្យប្អូនស្រីឯងហើយខ្ញុំធ្វើមិនបានទេចុះប្អូនស្រីឯងគិតយ៉ាងម៉េចបើអត់បង់លុយគេអត់ឲ្យនាងប្រឡងទេណាកត់ទុកជារៀងរាល់ថ្ងៃទៅមួយអាទិត្យខ្ញុំមកកំដងគ្មានអ្នកណាដឹងរឿងនេះទេខ្ញុំកត់តែរូបមុនឲ្យទេរឿងផ្សេងខ្ញុំមិនធ្វើដាច់ខាតគ្រឿងទេសទាំងនេះត្រូវស្ងោរ3នាទីសិនប្រយ័ត្នវាល្វីងចាំទុក3នាទីរំងាស់ចោល40នាទីទៀតដល់ម៉ោងហើយបងផងបាត់បងចិនចាំខ្ញុំអ្នកមើលការខុសត្រូវដាក់គ្រឿងចូលបន្ទាប់មក3នាទីរំងាស់40នាទីផ្កាច័ន្ទដាក់ពេលទឹកពុះដាក់គ្រឿងចូលរំងាស់40នាទីទៀតម៉ោង5បើកគម្របថ្ងៃនេះត្រូវរំងាស់2ម៉ោងពេញធ្វើបែបនេះសាច់ទើបចូលជាតិល្អរូបមុនคล้ายត្រូវបានកត់ត្រាទុកសៀវម៉ាន់រៀបចំអីវ៉ាន់រួចនៅសិនទៅបងមានរឿងចង់និយាយជាមួយឯងប៉ាត់បងថ្ងៃស្អែកឯងមិនបាច់មកធ្វើការទៀតទេនេះជាប្រាក់ខែរបស់ឯងបងទូទាត់ឲ្យបងចិនហេតុអីទៅបងលុយនេះមិនខ្វះ1រៀលទេបងចិនខ្ញុំសុំទោសល្អណាស់ហាល្អិតឡាវហ្វានឆាប់ចេញមកមើលនេះរបៀបធ្វើមិនដូចមុនទេថ្មីនេះវាទើបតែដូររូបមុនជិះខ្វល់ពីរឿងវីដេអូហ្នឹងធ្វើតាមតែរូបមុននេះគឺកូនចៅចំណិតវាជាអ្នកកត់ផ្ទាល់ដៃធានាថាមិនខុសទេកន្លះឆ្នាំហើយគ្មានអ្នកអ៊ូសោះអនាម័យក៏បានពិន្ទុខ្ពស់ជាងគេក្មួយឯងពិតជាមិនធម្មតាមែនលោកពូខ្ញុំចង់សុំជួលតូបលក់ប្រចាំការនៅពេលថ្ងៃយកកន្លែងជាប់នឹងតូបពេលយប់នឹងតែម្ដងចង់លក់ពេលថ្ងៃទៀតហ៎ម្នាក់ឯងរវល់តន់ទេខ្ញុំជួលគេឲ្យតាពូពេលថ្ងៃមានអ្នកជួយមើលការខ្ញុំគ្រាន់តែផ្គត់ផ្គង់និងមើលរសជាតិប៉ុណ្ណោះតំបន់គឺពេលថ្ងៃមានកន្លែងទំនេរកក់500មួយខែ250
លុយកក់និងលុយខែមុនសរុប850ពូរាប់មើលសិនចុះម៉ោង7ដល់ម៉ោង5ភ្ជាប់គ្នានឹងពេលយប់ល្មមស្មើនឹងលក់ពេញមួយថ្ងៃតែម្ដងថ្ងៃស្អែកអាចបើកបានហើយកន្លះឆ្នាំមុនហុចលុយកក់ឡើងញ័រដៃឥឡូវចាយលុយលេងព្រិចភ្នែកហើយខ្ចប់ដាក់តាមឡានបានអត់បងយកឲ្យខ្ញុំកន្លះគីឡូមកខ្ចប់បិទខ្យល់បែបនេះទុកមួយថ្ងៃក៏មិនខូចដែរបងស្រីសុនចុះហៅអូនចេញទៅណាហើយមកទៀតទេហ៎ខាងចំណតឡានក្រុងទើបបើកតូបថ្មីមួយទៀតពីរត់រវល់ទាំងស្រុងខាងណារឹកឡើងដឹកអីវ៉ាន់ឲ្យក្រុមទៅមើលទីនោះបន្តទៀតមាន2តូបបាត់ទៅហើយក្មេងនេះពិតជាខំប្រឹងតស៊ូមែនត្រូវហើយម៉ោង2ភ្លឺវាងើបរងាស់សាច់បាត់ទៅហើយខ្ញុំមកដល់ម៉ោង3វាធ្វើឆ្អិនមួយឆ្នាំងបាត់អីវ៉ាន់ថ្ងៃស្អែកខ្ញុំដឹកមកទុកមុនហើយសាច់ក្បាលជ្រូកនៅស្រុកលីងចុះថ្លៃបន្តិចហើយប៉ុណ្ណេះគ្រប់លក់ពីថ្ងៃហើយបងអូនចិនមានម្ចាស់ហាងបាយចង់សួរតម្លៃគេប្រាប់ថាចង់មកយកទៅលក់បន្តចាំស្អែកខ្ញុំតាក់ទងទៅគាត់ដើម្បីចរចាតម្លៃកន្លះឆ្នាំមុនឯងអង្គុយភ័យខ្លាចលក់មិនដាច់សោះឥឡូវគេរត់តាមសុំទិញដល់កន្លែងគេល្បីថាអាទី2បាក់តូបដល់ទៅ2មួយខែរកលុយបានមិនតិចទេថ្ងៃស្អែកឯងទៅមើលបន្តិចទៅក្រែងលោវាត្រូវការអ្នកជួយតែវាព្រមឲ្យខ្ញុំទៅធ្វើការជាមួយទេអញ្ចឹងចាំស្អែកខ្ញុំទៅសាកមើលសិនយ៉ាងម៉េចហើយឃើញវាកំពុងតែរវល់ខ្ញុំមិនហ៊ានចូលទៅជិតវាទេអូហូនេះមិនមែនជាពូចិនទេអីពូមករកកូនប្រុសពូមែនទេចិត្តរៀបចំអីវ៉ាន់ទុកហើយពូអង្គុយចាំបន្តិចសិនទៅកូនសំឡាញ់ពុកមកលេងកូនម៉ែឯងដេកស្បែកជើងឲ្យតែអត់ទាន់បានយកឲ្យមេឃត្រជាក់ហើយយកទៅពាក់ចុះពុកយកត្រឡប់ទៅវិញចុះយើងជាគ្រួសារតែមួយកាលនោះពុកធ្វើជ្រុលបន្តិចហើយឥឡូវកូនមានបានហើយខ្ញុំគ្មានគ្រួសារទេវាថាមិនខ្លះវានៅខឹងយើងទៀតមែនទេទុកពេលឲ្យវាបន្តិចទៅស្លាប់វារឹងហើយវាមិនខ្វល់ពីយើងទេបងបៀវលើកមុនបិទតូបវាហើយនៅតែលើកនេះវាយ៉ាងម៉េចដែរលើកមុនគ្រាន់តែវីមួយដៃទេតែលើកនេះត្រូវតែវីគៀបទាំង3ច្រកតែម្ដងបងបៀវមានផែនការអីទៅទី1តាចៅអ្នកគ្រប់គ្រងផ្សារជំពាក់គុណបងឲ្យគេដំឡើងថ្លៃឈ្នួលតូបវា3ដងទី2អ្នកណាហ៊ានផ្គត់ផ្គង់សាច់ឲ្យវានឹងត្រូវឡើងថ្លៃតូប2ដងចាត់ការបានយ៉ាងងាយវាពឹងតែកង់ឡានដឹកសាច់ពីខាងក្រៅមកអញ្ចឹងត្រូវតែកាត់ផ្ដាច់ខ្សែនោះចោលទៀតដឹងវាពីបទលក់ខុសច្បាប់ទាមទារឲ្យឆែកច្បាប់អាជីវកម្មនិងពន្យាពេលកន្លះខែរឿងនេះទុកចិត្តនៅស្អែកខ្ញុំយកពាក្យបណ្ដឹងទៅដាក់ហើយវាលុកព្រមគ្នាទាំង3ផ្លូវបែបនេះទោះវាមានរឹតខ្លាំងប៉ុណ្ណាក៏ទុកមិនជាប់ដែរបងបៀវចុះចំណែក 30% បន្ទាប់ពីបានសម្រេច 30% តិចពេកហើយយក50ទៅយល់ព្រម 50% ក៏បានអញ្ចឹងសម្រេចតាមនឹងចុះបំបីគ្នាទៅធ្វើការទៅមួយអាទិត្យទៀតដឹងលទ្ធផលហើយថៅកែជើនមានរឿងហើយមានរឿងអីបងខាងផ្សារទើបតែចេញសេចក្តីក្រោយតំបន់តូបរបស់យើងត្រូវឡើងថ្លៃឈ្នួលទាំងអស់ឡើងថ្លៃតែតំបន់ខ្ញុំទេឬក៏ឡើងទាំងអស់ពេញមួយផ្សារចុះតូបមានតែមួយជួរនឹងតែឡើងតំបន់ផ្សេងមិនឡើងសំបីមួយរៀលច្បាស់ជាស្នាដៃអាម៉ាបៀវហើយតែចៅខាងគ្រប់គ្រងផ្សារជាក្នុងបង្អែករបស់វាការឡើងថ្លៃតូបគ្រាន់តែជាជំហានដំបូងមានរឿងជាច្រើនទៀតចុះឥឡូវឯងគិតយ៉ាងម៉េចទៅមួយខែ1050ប្រាក់ចំណេញខាត់បង់ខ្ទេចអស់ហើយទ្រាំសិនទៅមើលថាតើវាមានល្បិចអីទៀតអូនចិនកុំប្រឹងពេកអីបើទៅមុខមិនរួចទេបងស្រីចារឿងថ្លៃឈ្នួលតូបក៏មិនអាចបិទផ្លូវរូបមុនស្នាដៃខ្ញុំបានដែរនេះរឿងរស់មែនលើកនេះច្បាស់ជាជួបបញ្ហាធំហើយព្រឹកមិញប្រពន្ធឯងយកពាក្យបណ្ដឹងទៅដាក់ហើយខ្ញុំបានឃើញច្បាស់នឹងភ្នែក
ឡើងថ្លៃតូបផ្ដាច់ប្រភពសាច់រួមទាំងឆែកច្បាប់អាជីវកម្មទៀតមកព្រមព្រៀងតែម្ដងគួរធ្វើម៉េចទៅថ្ងៃនេះនិងថ្ងៃស្អែកគឺគ្មានសាច់លក់ទេទុកចោលបែបនេះបានឡើយសំណាងហើយដែលបងជើនៅជួយយើងគាត់អាចដឹកសាច់ពីស្រុកលីងយកមកបានថៅកែចិនថ្ងៃស្អែកមានសាច់លក់ទេថ្ងៃស្អែកបងជើនឹងដឹកពីស្រុកលីងមកមួយជើងទៀតខាន់ស្អែកអាចលក់បានធម្មតាហើយប្តីខ្ញុំប្រាប់ថាខាងផ្សារខាងកើតគេគំរាមថាគេមិនឲ្យខ្ញុំមកធ្វើការនៅទីនេះទៀតទេចុះបងគិតយ៉ាងម៉េចដែរខ្ញុំមិនចង់ឈប់ទេប៉ុន្តែប្តីរបស់ខ្ញុំលក់ទៅហ៊ូនៅខាងនោះគាត់ខ្លាចខ្ញុំយល់ហើយបងត្រឡប់ទៅប្រាប់បងស៊ុនវិញទៅខ្ញុំមិនបង្ខំទេអូនចិនពួកវាចង់កាត់ផ្ដាច់កូនចៅចំណិតឲ្យចេញពីឯងម្ដងមួយហើយខ្ញុំដឹងហើយបងមានរឿងហើយបងជើមានរឿងអីទៅបងឡានបងត្រូវគេខាត់ទុកហើយគេចោទថាបងដឹកលើសទម្ងន់ហាក់ពីនៃ5000ទើបគេព្រមដោះលែងឡានមកវិញតើគេខាត់នៃណាអ្នកណាជាអ្នកខាត់នៅប៉ុស្តិ៍ត្រួតពិនិត្យបែកខាងកើតជាមនុស្សរបស់ស៊ុនជាជាងដែលត្រូវជាបងប្អូនជីដូនមួយមកបៀវបងជើកុំបារម្ភអីខ្ញុំនឹងរកវិធីដោះស្រាយកើតអីហ្នឹងមុខស្លេកម្លេះឡានបងជើត្រូវគេខាត់ទុកបាត់ហើយដឹកអីវ៉ាន់របស់យើងត្រូវកាត់ផ្ដាច់ហើយយប់មិញម៉ោង11ត្រូវគេខាត់នៅទីនេះឯងគេថាបងដឹកលើស300គីឡូផាក់ពីនៃ5000ឡានទេស្អាតសោះនឹងយកឯណាដឹកលើសទម្ងន់នោះគេថាយកច្បាប់ដឹកជញ្ជូនមកគិតគូនឹងណាគេបើត្រផាក់ពីនៃក៏សរសេររួចរាល់ដែរឡានបងមិនទាន់បានឡើងជញ្ជីងផងលោកមន្ត្រីសូមមើលលិខិតបញ្ជីខាត់ឡានមួយនេះបន្តិចបានទេលោកជាម្ចាស់ឡានមែនទេបើមិនមែនគ្មានសិទ្ធិមើលទេខ្ញុំនឹងហើយជាម្ចាស់ឡានឲ្យខ្ញុំមើលចុះឯកសារថ្លឹងទម្ងន់ណាបានអីថាយើងដឹកលើសារទុកនៅប៉ុស្តិ៍បាត់ហើយអាចប្តឹងទៅវ៉ាបានតែឡាននេះមិនអាចយកទៅណាទេបងជើរករឿងនៅទីនេះគ្មានប្រយោជន៍នៃ5000គឺវាមានបំណងឲ្យបងឈឺសាច់ហើយក៏មិនដល់ថ្នាក់ហ៊ានទៅប្តឹងដែរជាងវាចង់លេងខ្ញុំទេតែវាយកបងធ្វើជាមុខព្រួញវាចង់តម្រង់មកខ្ញុំសោះធ្វើឲ្យបងត្រូវរងទុក្ខជំនួសខ្ញុំមាន1200បងយកទៅមិនបានទេថ្លៃឈ្នួលតូបឯងមិនទាន់ដោះស្រាយបញ្ហាខ្លួនឯងចុះឡានបងសំខាន់ជាងថ្លៃតូបខ្ញុំទៅទៀតឡានតើបានអីរកស៊ីចិញ្ចឹមឆ្នាំបាយតែពីនៃ5000លុយ1002នេះមិនគ្រប់ទេបងនឹងរកវិធីដោយខ្លួនឯងយកលុយនេះសិនទៅខ្វះប៉ុន្មានចាំខ្ញុំរកថែមទៀតឡាន20ឆ្នាំហើយទើបតែលើកនេះទេដែលត្រូវគេធ្វើស៊ីឡានច្បាស់ជាយកបានមកវិញព្រោះពួកគេគ្មានភស្តុតាងទេទុកមិនបានយូរឡើយខ្លួនឯងភ្លើងចេះដល់ចិញ្ចាំហើយនៅឆ្លៀតមកលួងបងទៀតរឿងឡានទុកមួយឡែកសិនចុះបងចង់សួរឯងមួយរឿងអ្នកផ្គត់ផ្គង់សាច់នៅស្រុកលីងនោះក្រៅពីរត់មកទីនេះតើនៅមានច្រកផ្សេងទៀតទេតែមិនចង់ទៅឆ្ងាយឯឡានក្រុងក៏មិនឲ្យដឹកសាច់ស្រស់ដែរក៏តែឯងទៅដឹកដោយខ្លួនឯងជំរាបសួរពូចិនអូនចៅចិត្តប្រឡងហើយតើនឹងមើលមេរៀនដល់ណាហើយគួរសមដែរពូគ្រូថាបើខំទៀតអាចប្រឡងចប់វិទ្យាល័យលេខ1បងចៅរឿងពីនៃនឹងទុកឲ្យខ្ញុំអ្នកចាត់ការចុះកុំបារម្ភអីនេះ500បូក1000ពីមុនយកទៅបងសិនទៅមើលគេព្រមឲ្យឡានអត់វួយក៏មានរឿងមួយបងត្រូវប្រាប់ឯងបងនិយាយមកចុះមកបៀវគេគំរាមថាបើបងនៅតែបន្តដឹកអីវ៉ាន់ឲ្យឯងទៀតលើកក្រោយគេមិនមែនខាត់តែឡានទេគឺខាត់ទាំងមនុស្សសៀវចៅមានតែឪពុកម្នាក់គត់គឺបងនេះឯងបើបងមានរឿងអីទៀតក្មេងម្នាក់នេះច្បាស់ជាជោគវាសនាសៀវចៅសំខាន់ពីអារម្មណ៍បងក៏បងមិនមែនខ្លាចរឿងទេបើខ្ញុំជាបងក៏ខ្ញុំជ្រើសរើសបែបនេះដែរទេលុយនេះបងទុកសិនទៅទុកបងថ្លៃប្រឡងឲ្យសៀវចៅមិនបានទេឯងកំពុងតែខ្វះខាតដែរនេះមិនមែនជួយបងទេគឺខ្ញុំឲ្យទៅសៀវចៅតើបងទទួលយកទៅឡើងថ្លៃហើយហ៎អាទិត្យមុនទើបតែមួយកាក់ដើមឡើងថ្លៃទប់លេងជាប់ហើយលោកពូសុំទោសផងអូនចិនបងឃើញទោបពេលយប់ឯងថ្ងៃនេះមិនសូវមានភ្ញៀវសោះឡើងថ្លៃភ្លាមភ្ញៀវបាត់អស់ពាក់កណ្ដាលខាងស្រុកលីងក៏ដាច់ម៉ួយនៅទីនេះក៏គ្មានអ្នកហ៊ានលក់អស់ចុះឯងគិតចង់ធ្វើម៉េចបន្តខ្ញុំកំពុងតែគិតបើតច្រកមែនមានតែជិះកង់ទៅយកខ្លួនឯងចម្ងាយ20គីឡូម៉ែត្រជិះកង់ដឹកហោហត់ចង់ស្លាប់ក៏លក់មិនគ្រប់ដែរក៏ប្រសើរជាងអត់មានអីលក់ចេញដំណើរពីងឹតព្រឹកឡើងអាចមកដល់វិញហើយឯងប្រយ័ត្នប្រយែងផងកុំប្រឹងពេកប្រយ័ត្នខូចសុខភាព15គីឡូជិះកង់ដឹកសាច់15គីឡូឆ្លងកាត់20គីឡូម៉ែត្រមិនចង់រស់ទេអីប៉ុណ្ណឹងគ្រប់លក់សម្រាប់ថ្ងៃនេះហើយ
មើលមុខឯងចុះស្លេកស្លាំងអស់ហើយថ្ងៃស្អែកហាមទៅទៀតឬទេអូនចិនថ្ងៃស្អែកបងខ្ចីកង់3បងជីដូនមួយទៅកំដរែងមិនបាច់ទេបងមានទុកត្រូវលក់ដែរតើឯងមិនអីទេហ៎ឃើញមុខស្លេកម្លេះមិនអីទេបងយប់មិញគេងមិនសូវលក់នៅទីនោះមានជម្រើសច្រើនហើយថែមទាំងថោកទៀតរសជាតិហាងទល់មុខប្រែប្រួលទៀតហើយឈ្ងុយជាងអាទិត្យមុនគេនាំគ្នាទៅទិញខាងនោះអស់ហើយរសជាតិហាងទល់មុខឥឡូវប្រហែលឡើងហើយថែមទាំងថោកជាង 20,000 ទៀតបើអ្នកមានគិតថាឆ្ងាញ់អាចអញ្ជើញទៅទិញបានឆ្ងាញ់ក៏ខ្ញុំមិនបង្ខំដែរវីចោលទៅប្រដឹងប៉ូលីសទៅអត់ទេមានគេនៅលើមិនទាន់មានប្រយោជន៍ទេមានប្រយោជន៍នៅថ្ងៃមុខទុកចិត្តចុះខ្ញុំចាក់សោទុកក្នុងទូយ៉ាងចិត្តគ្មានអ្នកណាយកបានទេទី2ចង់មកភ្លួរសជាតិដើមរបស់ពួកយើងទេបើកសម្ពោធ3ថ្ងៃបញ្ចុះតម្លៃ 20% រូបមន្តត្រកូលពីដូនតាពិតអ្នកដែលធ្លាប់ញ៉ាំសុទ្ធតែសរសើរថាឆ្ងាញ់នេះវាច្បាស់ជាចង់បញ្ឆេះកំហឹងឲ្យឯងស្លាប់ហើយទុកឲ្យវាលក់ទៅឯងមិនខ្វល់បន្តិចទេអីនៅចំណតឡានក្រុងត្រូវគេវាកំទេចទីនេះក៏ត្រូវគេគៀបសង្កត់ទ្រាំបានប៉ុន្មានថ្ងៃទៀតបងស្រីចាងដល់ពេលនោះបងនឹងដឹងហើយរសជាតិនេះដូចហាងទល់មុខបេះបិទតែម្ដងពិតជាដូចសាច់ផាក់លើវួយក៏ស្ទើរតែ 100% ហើយថោកជាង 20,000 ទៀតអូនចិនអំបញ្ញមិនបងបានស្រដៀងគ្នាមែនមានភាពប្រសើរជាងអាទិត្យមុនយកមកឲ្យខ្ញុំភ្លុកបន្តិចមើលយ៉ាងម៉េចដែរយកជាការបានតែបាត់បង់រសជាតិដើមមួយកម្រិតតែអ្នកញ៉ាំធម្មតាមិនដឹងពីរាងជាតិនេះទេនេះគឺឆ្ងាញ់បំផុតហើយពេលនេះទៅវានឹងប្រែជាអន់មិនខានមានន័យថាម៉េចរសជាតិវាអាចប្រែអន់ដោយខ្លួនឯងបានហោះកុំគិតច្រើនអីរសៀលនេះត្រូវរៀបចំទុកទៀតលក់បានប៉ុន្មានយកប៉ុណ្ណឹងទៅថៅកែចេនថ្ងៃនេះខ្ញុំសុំទៅទិញហាងទល់មុខសិនហើយកុំប្រកាន់អីណាមិនអីទេមីងទិញតាមសប្បាយចុះមិនមែនរបស់ក្មួយមិនឆ្ងាញ់ទេតែខាងនោះគេលក់ថោកជាងប្រាក់សោធននិវត្តន៍របស់មីងវាមានតិចតួចខ្ញុំយល់ពីអារម្មណ៍អ្នកមីងការរស់នៅត្រូវចេះសន្សំសំចៃហើយថៅកែចេនកាត់ឲ្យពូកន្លះគីឡូមកដូចធម្មតាលោកពូអរគុណដែលពូនៅតែមកគាំទ្ររសជាតិឯងឆ្ងាញ់ជាងខាងនោះបន្តិចកុំទាន់អស់សង្ឃឹមអីមួយចាស់នៅទីនេះតើញ៉ាំអីបន្តិចសិនទៅថ្ងៃត្រង់មិនទាន់បានញ៉ាំអីទេកំពុងគិតអីហ្នឹងបងស្រីចាងខ្ញុំគិតថាចង់បិទតូបមួយថ្ងៃបិទតូបហ៎បើបិទឥឡូវភ្ញៀវរត់ទៅហាងទល់មុខអស់ហើយថ្ងៃក្រោយបើកវិញគឺរត់តែពិបាកខ្ញុំត្រូវទៅស្រុកលីងដើម្បីចាត់ការរឿងមួយថ្ងៃនឹងត្រឡប់មកវិញរឿងអីទៅបានជាត្រូវទៅពេលនេះខ្ញុំទៅយករបស់ដែលលោកតាបន្សល់ទុកឲ្យឯងទៅចុះថ្ងៃស្អែកបងជួយមើលតូបឲ្យបើលក់មិនអស់ទេយកទៅលក់នៅតូបពេលយប់បន្តកុំទុកចោលឲ្យសោះទុកចិត្តចោះបងនឹងជួយលក់ឲ្យអស់គ្មានសល់ទេសូមសួរផងតើលោកជាថៅកែចិនវួយក៏មែនទេគឺខ្ញុំនឹងហើយតើមានការអីខ្ញុំជាមិត្តរួមការងាររបស់សៀវមិនឈៀវមិននាងត្រូវសុនជាជាងវីបាក់ឆ្អឹងជំនីចូលពេទ្យហើយតែខ្ញុំមករកនេះមិនមែនជាគំនិតរបស់នាងទេថ្លៃពេទ្យអស់ 500 សុនជាជាងមិនព្រមទទួលខុសត្រូវទេឥឡូវនាងគ្មានលុយជាប់ខ្លួនសំបីមួយកាក់លុយនេះកុំប្រាប់នាងថាខ្ញុំជាអ្នកឲ្យសោះបានខ្ញុំមិនប្រាប់ទេអរគុណច្រើនឯងមិនអីទេមែនទេមិនអីទេបងព្រឹកស្អែកខ្ញុំចេញដំណើរខានស្អែកខ្ញុំត្រឡប់មកវិញធ្វើដំណើរប្រុងប្រយ័ត្នផងស្រុកលីងឯងមិនធ្លាប់ទៅមិនសូវស្គាល់គេទេខ្ញុំដឹងហើយបង
ថៅកែសុំសួរមួយនៅទីនេះមានអ្នកឈ្មោះជើពូនៀនដែរឬទេមិនធ្លាប់ឬសោះបាទអរគុណច្រើនឈ្មោះនេះមិនដែលធ្លាប់ឬសោះឯងច្បាស់ទេថាគេនៅភូមិឈីងស៊ឺប្រហែលជាឈ្មោះទីតាំងចាស់ហើយជាអាសយដ្ឋានកាលពី10ឆ្នាំមុនកាលពី10ឆ្នាំមុនទីនេះមានឈ្មោះថាឃុំឈីងស៊ីផ្លូវចាស់គឺនៅតាមច្រកខាងក្រោយនោះឯងថៅកែខ្នាមជើពូនៀនត្រូវជាអ្វីនឹងឯងរកពុកខ្ញុំមានការអីខ្ញុំជាចៅប្រុសលោកតាចិនឡើយកើនេះជារបស់ដែលលោកតាខ្ញុំមិនសល់ទុកឯងជាចៅរបស់គាត់ហ៎ខ្ញុំចង់ជួបលោកតាជើពូនៀនមានរឿងចង់សុំការណែនាំពីគាត់ខ្ញុំនៅភ្នំខាងក្រោយដើរឡើងតាមផ្លូវតូចនោះទៅផ្ទះថ្មពាក់កណ្ដាលភ្នំនឹងហើយអ្នកណារោគអ្នកណារោគលោកតាជើពូនៀនខ្ញុំឈ្មោះចិនវួយកចិនឡាវកើងជាលោកតារបស់ខ្ញុំជាចៅប្រុសរបស់ឡាវកើនហមុខមាត់ឯងដូចគាត់កាលពីនៅក្មេងមែននេះជារបស់ដែលលោកតាបន្សល់ទុកឲ្យខ្ញុំចូលមកអង្គុយសិនមកចាំតាប្រាប់លោកតារបស់ឯងផ្ដាំថាបើមានអ្នកយកសម្បត្តិនេះមកមានន័យថាមុខរបរមួយនេះមិនទាន់បាត់បង់ទេលោកតាហេតុអីបានជាកាលនោះលោកតាខ្ញុំឈប់លក់ភ្លាមអញ្ចឹង30ឆ្នាំមុនឪពុកនិងពូរបស់ឯងគៀបសង្កត់គាត់ឲ្យប្រកល់ផ្ទះដើម្បីលក់យកលុយគាត់ខឹងពេកក៏បន្ទប់លេងលក់ថាឈប់កាន់វេឆ្នាំងទៀតតែគាត់បានបន្សល់ទុករូបមន្តដោយផ្ទាល់មាត់ឲ្យទៅឯងនេះជាអ្វីដែលលោកតាតែងតែយកមកជារៀងរាល់រដូវម្រេចព្រៃប្រចាំតំបន់យើងពេលលោកតារបស់ឯងនៅរស់គាត់មកយកវាជារៀងរាល់ឆ្នាំតារបស់នេះប្រើរបៀបម៉េចទៅលោកតារបស់ឯងផ្ដាំថាបើអ្នកណាយកក្រដាសនេះនោះជាអ្នកស្នងដែលគាត់ចេះស្នងម្នាក់នេះត្រូវតែឆ្លងកាត់ការចំហុយ3ដងនិងហាលថ្ងៃ3ដងគ្រប់ជំហានត្រូវតែម៉ត់ចត់បំផុតថ្ងៃស្អែកតានឹងបង្រៀនឯងយប់នេះដេកនៅទីនេះហើយព្រឹកស្អែកយើងចាប់ផ្ដើមលោកតាឯងរងចាំ30ឆ្នាំមកហើយមិនប្រញាប់តែមួយយប់នេះទេលោកតាខ្ញុំត្រៀមខ្លួនរួចរាល់ហើយប្រញាប់ធ្វើអីមើលសិនទៅធ្វើរបស់នេះហាមដាច់ខាតការប្រញាប់ប្រញាល់គ្រាប់ម្រេចនេះរឹងណាស់ហើយពិបាកធ្វើបើដាក់ចូលឆ្នាំងដោយផ្ទាល់វានឹងប្រែជាល្វីងនិងចត់ដូចគ្នានឹងរបស់ដែលទុកក្នុងក្រខ្ញុំអញ្ចឹងចំហុយ3ដងនិងហាល3ដងរបស់លោកតាប្រើភ្លើងតិចទឹកពុះ40នាទីសឹមស្រង់ចេញហាលតតែវាចេញម្សៅពណ៌ចំហុយម្ដងហាលម្ដងរាប់ជាមួយជុំ3ជុំត្រូវប្រើពេល7ថ្ងៃតិច40នាទីហាលតតែចេញម្សៅ3ជុំ7ថ្ងៃមិនអាចហាលក្រោមហាលកន្លែងត្រជាក់មានខ្យល់ត្រូវថ្ងៃតែ2ម៉ោងដំបូងបានហើយចងចាំទុកក្នុងចិត្តឲ្យច្បាស់កត់ត្រាទុកក្នុងខួរក្បាលត្រូវលាក់ឲ្យចិត្តកុំប្រាប់អ្នកណាខ្ញុំចាំឲ្យលោកតានេះជារបស់ដែលធ្វើរួចឯងសាកហិតមើលក្លិនមួយនេះពេលដាក់ចូលទឹកស៊ុបវានឹងចេញជាតិយ៉ាងឆ្ងាញ់ហាលឲ្យស្ដើងកុំឲ្យត្រួតលើគ្នាត្រូវទុកចន្លោះពីគ្រាប់មួយទៅគ្រាប់មួយបើហាលមិនស្ងួតល្អវានឹងដុះផ្សិតឥឡូវម៉ោង9ហាលដល់ម៉ោង11យកចូលក្នុងវិញម៉ោង3រសៀលយកទៅហាលបន្តដល់ម៉ោង5ពេលណាទើបចាត់ទុកថាហាលស្ងួតល្អទៅពេលដែលកាន់ទៅលេងស្អិតដៃពេលចេញម្សៅដូចអំបិលគឺជុំទី1បានបញ្ចប់ហើយទុកឲ្យខ្ញុំជាអ្នកមើលការខុសត្រូវចុះលើកចុងក្រោយដែលលោកតាឯងមកគឺរដូវស្លឹកឈើជ្រុះការគាត់បិទតូបនោះឯងគាត់ស្ដាយក្រោយដែលមិនបានបន្សល់ទុករូបមន្តឲ្យអ្នកស្នងត្រូវគាត់ជ្រើសយកឯងដែលមានអាយុត្រឹម10ឆ្នាំព្រោះខ្លាចមិនទាន់ពេលគាត់ធ្វើទាន់ពេលហើយអ្វីដែលត្រូវបង្រៀនគឺបានបង្រៀនរួចអស់ហើយកុំឲ្យគាត់រងចាំ30ឆ្នាំទាំងអសាបងឲ្យសោះលោកតាសគុណមួយនេះខ្ញុំនឹងចងចាំជានិច្ចនេះជាសគុណរបស់លោកតែស្អែកធ្វើរួចខ្ញុំនឹងត្រឡប់ទៅវិញហើយខ្ញុំរងចាំលេងបានហើយបូករួមទាំងពេលខ្ញុំធ្វើខ្លួនឯង7ថ្ងៃទៀតគឺកប់ជូនចំពេលដែលហាងទល់មុខប្រែជាមានរសជាតិល្វីងតែម្ដងបងចិនរបស់នេះខ្ញុំសុំសងបងវិញរូបមន្តក្នុងនឹងវាធ្វើតាមទាំងអស់មិនហ៊ានបដូរមួយជំហានណាឡើយវាឯងហ៎សាច់មានរសជាតិខុសប្រក្រតីវាទម្លាក់កំហុសលើខ្ញុំលុបជំហានសំខាន់ចោលថែមទាំងមិនបើកប្រាក់ខែឲ្យខ្ញុំទៀតគ្រប់ជំហានទាំងនេះគឺវាធ្វើតាមទាំងអស់ពិតមែនមិនខុសសំបីមួយជំហានសោះធ្វើតាមទាំងអស់ឡាវហ្វានជាអ្នកធ្វើផ្ទាល់ដៃខ្ញុំបានឃើញច្បាស់នឹងភ្នែកពោះពេលកែប្រែទៅហើយសៀវភៅនេះបងទុកចុះឯងទៅចុះបងចិនខ្ញុំសុំទោសខ្ញុំដឹងថាខ្ញុំខុសហើយបងជេរខ្ញុំឬវាខ្ញុំក៏បានដែរតែបងមិនជេរមិនវាឯងទេទៅចុះបងចិនប្អូនស្រីខ្ញុំប្រឡងចប់វិទ្យាល័យហើយហាំ
ចាប់ផ្ដើមរៀបចំនៅថ្ងៃស្អែកចំហុយលើកទី1រងចាំឲ្យចេញម្សៅនៅសល់5ថ្ងៃទៀតប៉ុណ្ណោះឯងមិនបានគេងប៉ុន្មានថ្ងៃហើយមុខស្លេកដូចក្រដាសទៅហើយយប់មិញខ្ញុំបានគេងតើខ្ញុំមិនរវល់ធ្វើអីហ្នឹងងើបម៉ោង1រាល់យប់ប្រយ័ត្នខូចសុខភាពងាប់ទៅទ្រាំប៉ុន្មានថ្ងៃទៀតវានឹងល្អហើយរសជាតិថ្ងៃនេះហាក់ដូចជារៀងប្លែកបន្តិចរៀងល្វីងចុងមាត់បន្តិចឬមួយខ្ញុំគិតទៅខ្លួនឯងប្រហែលជាមានបញ្ហានឹងគ្រឿងទេសវៈនេះហើយមិនអីទេដឹងថៅកែសាច់លោកឯងមានបញ្ហាហើយញ៉ាំមួយម៉ាត់ចប់ដល់បំពង់ក៏មិនអាចទេប្រហែលបងទុកវាយូរពេកហើយទើបតែទិញព្រឹកមិញចេញពីឆ្នាំងថ្មីសោះឯងភ្លក់ខ្លួនឯងទៅសងលុយវិញមកចៅខ្ញុំញ៉ាំមួយម៉ាត់ក្អួតចេញមកវិញតើវាជារបស់ស្អីហ្នឹងបងស្រីកុំទាន់ឆេវឆាវអីប្រហែលជាសាច់មួយឆ្នាំងនេះមានបញ្ហាហើយខ្ញុំដូរឲ្យថ្មីស្អីទៀតសងលុយវិញមកទិញពីប្រអប់ល្វីងទាំងពីរប្រអប់សងលុយវិញភ្លាមឡាវហ្វានឆាប់ចេញមកមើលតើមានរឿងអីហ្នឹងម្សិលមិញនៅឆ្ងាញ់ធម្មតាសោះទឹកស៊ុបខូចអស់ហើយកាត់កំប៉ុងខាងក្រោមវិញអស់ហើយស្ករអាចជួយបានទឹកស៊ីអ៊ីវបន្តិចដើម្បីបំបត្តិជាតិល្វីងហើយថែមអីក៏មិនបាត់ល្វីងដែរមួយឆ្នាំងនេះត្រូវតែចាក់ចោលហើយហាសុំទោសពុកម៉ែបងប្អូនមួយឆ្នាំងថ្ងៃនេះពិតជាមានបញ្ហាមែនខ្ញុំនឹងសុំប្រាក់វិញទាំងអស់រូបមុនពីដូនតាស្អីបោកប្រាស់របស់បែបនេះឈប់មកទិញរហូតអស់មួយជីវិតហើយតើវាយ៉ាងម៉េចទៅវិញហេតុអីបានជាមានអ្នកសុំលុយវិញច្រើនរងាស់សាច់មានបញ្ហាហើយល្វីងពេញមួយឆ្នាំងតែម្ដងឡាវហ្វានប្រាប់ថាទឹកស៊ុបខូចអស់ហើយរងាស់សាច់មួយឆ្នាំងថ្មីទៀតទៅវាចប់រឿងហើយប្រើគ្រឿងទេសថ្មីចាប់ផ្ដើមធ្វើពីដំបូងឡើងវិញម្ដងទៀតបើវិធីធ្វើវាមានបញ្ហាមិនយូរមិនឆាប់វានឹងជួបបញ្ហាដែរនេះទៀតវិធីធ្វើមានបញ្ហាអញ្ចឹងហ៎នៅក្នុងសៀវភៅនោះមានកត់ត្រាច្បាស់ធ្វើតាមវាម្ដងមួយជំហានទេអីធ្វើតាមទាំងអស់តែចុងក្រោយនៅតែមានបញ្ហាដែរបើវាមិនកត់ត្រាខុសទេគឺវាមានចិត្តណាឲ្យរូបមន្តខ្លាំងខ្លាយមកមួយបាននេះអាចទុកចិត្តបានកម្រិតណាស់ឡាវហ្វាននិយាយថាវិធីធ្វើអាចនឹងមានបញ្ហាមិនអាចទេក្មេងនោះជាអ្នកកត់ត្រាដោយផ្ទាល់ដៃរបស់វាដោយផ្ទាល់ភ្នែករាល់ថ្ងៃហ្នឹងចុះហេតុអីបានជាវាប្រែជាល្វីងទៅវិញប្រាប់ខ្ញុំមើលថាមកពីហេតុអីប៉ុន្មានជំហាននេះគឺទើបតែបន្ថែមពេលក្រោយទេវាប្រាប់ថាជារូបមន្តដែលទើបតែកែច្នៃថ្មីយ៉ាងម៉េចហើយមួយឆ្នាំងនេះអាចលក់បានទេនៅតែល្វីងដដែលដូចឆ្នាំងមុនបេះបិទវាល្វីងពីបាត់ឆ្នាំងមកតែម្ដងហេតុអីទៅតើខុសនៅជំហានណាមួយឲ្យប្រកបទៅថៅកែជាងខ្ញុំអស់សមត្ថភាពហើយវិធីធ្វើនេះមានជាតិពុលខ្ញុំរកវិធីកែមិនបានទេលោកថៅកែរកអ្នកពូកែជាងខ្ញុំមកធ្វើចុះគ្រឿងទេសដែលទិញចូលមកគឺខូចខាតទាំងអស់បូករួមទាំងប្រាក់ខែឡាវហ្វានថ្លៃឈ្នួលតូបថ្លៃជួសជុលសរុបទាំងអស់ប៉ុន្មានជិត 20,000 យ៉នចិនវួយតុងឆាប់បើកទ្វារភ្លាម8,500ខ្ញុំរងចាំកន្លះខែហើយតើលុយនៅណាបងជីដូនមួយសុំពេលខ្ញុំប៉ុន្មានថ្ងៃទៀតសិនទៅខ្ញុំនឹងរកវិធីសងបងមិនបានទេលុយអញហោះបាត់អស់ហើយឯងនៅមុខក្រាស់សុំពេលទៀតបើគ្មានលុយសងទេអញនឹងរឹបអូសយកទុកនេះដើម្បីទូទាត់បំណុលមិនបានទេនោះជាតូបរបស់ឪពុកខ្ញុំអញហាមអញមិនបានទេក្នុងលិខិតខ្ចីប្រាក់មានឈ្មោះឯងច្បាស់ណាស់រើវ៉ាន់ក្នុងតូបចេញឲ្យអស់បើមិនគ្រាន់សងខែក្រោយទៀតបងជីដូនមួយអង្វរការពន្យាពេលបន្តិចទៀតទៅខ្ញុំនឹងទៅរកខ្ចីលុយខាងប្រពន្ធខ្ញុំរសៀលនេះអញនឹងចាំលេងបានហើយណាហ៊ានមកអញវាអ្នកនោះពួកឯងធ្វើអីហ្នឹងនេះជាតូបរបស់គ្រួសារពួកឯងមករើវ៉ាន់កូនប្រុសពូជំពាក់លុយខ្ញុំ 8,500 រឹបអូសតូបនេះរួចពូទៅទាលុយពីកូនប្រុសពូខ្លួនឯងជំពាក់លុយឯងពាក់ព័ន្ធអីនឹងតូបនេះតូបមួយនេះជារបស់ខ្ញុំ
នៅក្នុងច្បាប់អនុញ្ញាតអាជីវកម្មគឺដាក់ឈ្មោះចិនវុយតុងលោកពូទៅឆែកមើលខ្លួនឯងចុះចេញឲ្យឆ្ងាយកុំមកររាំងការងារអញកូនឯងជំពាក់លុយបើឯងខ្លាំងសងជំនួសវាទៅមកពីវអញធ្វើអញ្ចឹងដូចតែជាអ្នកគ្រប់គ្រងផ្សារសោះមានសិទ្ធអីមកបិទតូបគេអញផ្ដេសផ្ដាសនឹងហើយវាមិនមែនជាតឡាការឯណាពីណាគ្រប់អូសេវ៉ាន់គេអញ្ចឹងតាវាឲ្យតាកុំធ្វើឲ្យខ្ញុំភ័យណាយើងកំពុងស៊ើបអង្កេតលើអ្នកគ្រប់គ្រងផ្សារដែលទារលុយខុសច្បាប់និងរឹបអូសទ្រព្យសម្បត្តិអាជីវករដោយគ្មានការអនុញ្ញាតដើម្បីរៀបចំសណ្ដាប់ធ្នាប់អាជីវកម្មឡើងវិញនិងត្រួតពិនិត្យការរឹបអូសទ្រព្យសម្បត្តិទាំងអស់នោះនេះគេច្បាស់ជាចុះមកចាប់មកពីវហើយវាទារលុយការពីខ្ញុំ3ឆ្នាំហើយវាគេបတ်6សន្លឹកក៏មិនដែលឲ្យដែររឿងរ៉ាវទាំងអស់ដែលពូក្មួយបានប្រាជ្ញបញ្ជាក់បានទេថាសុទ្ធតែជាស្នាដៃរបស់ម៉ាពីវខ្ញុំចាំច្បាស់ណាស់យប់ថ្ងៃទី12ខែ3វាដេញវីតូបលក់សាច់ផាឡូវវាយកខ្ញុំឃើញផ្ទាល់នឹងភ្នែកព្រឹកឡើងខ្ញុំក៏បានទៅប្រាប់ម្ចាស់តូបគាត់ក៏អាចធ្វើជាសាក្សីថាតូបគាត់ពិតជាត្រូវគេពី3ឆ្នាំវិទាការ50រៀលរាល់ខែវាគេបត្រក៏គ្មានឲ្យតែក្រដាស់ទេបែបនេះគឺជារបស់ឆ្នាំមុនវាគំរាមថាបើមិនបង់មិនឲ្យលក់ទេអរគុណសម្រាប់ការសហការបើមានភស្តុតាងអីផ្សេងទៀតអាចយកមកប្រគល់ឲ្យបានភស្តុតាងគ្រប់គ្រាន់ហើយហៅមកពីវមកប៉ុស្តិ៍នៅព្រឹកស្អែកនេះលិខិតក៏ហៅត្រូវបញ្ជូនទៅរសៀលនេះតម្លៃឈ្នួលតូបដែលវាដំឡើងត្រូវទម្លាក់មកដើមវិញទាំងអស់ហើយចេញលិខិតជូនដំណឹងជាផ្លូវការផងក្រោយការត្រួតពិនិត្យការរឹបអូសឡានគឺខុសច្បាប់លុយផាកពិន័យនឹងសងវិញយកឡានទៅចុះមែនហ៎ខ្ញុំអាចយកឡានទៅវិញបានហើយឯកសាររៀបចំរួចរាល់អស់ហើយយកទៅចុះហា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 ប្អូនប្រុសបងមកវិញហើយស្វាគមន៍ការត្រឡប់មកវិញបងប្រុសបងចៅយកឡានមកវិញបានហើយតើគេស៊ើបដឹងថាការរឹបអូសឡានគឺខុសច្បាប់សម្មុខអាម៉ាពីវខ្សែទូយោវាដាច់អស់ហើយហាហាហាបងចៅស្អែកនេះអេវ៉ាន់យើងត្រូវកំងគុណនឹងពីណាគុណនឹងពីហោះឯងយកច្រើនម្លេះអែមក្លិនឈ្ងុយនៃគ្រឿងទេសចេញពីបាតឆ្នាំងរសជាតិកណ្ដាលចាប់ផ្ដើមសាយភីបន្តិចម្ដងបន្សល់ទុកនៅរសជាតិផ្អែមជាប់មាត់មិនងាយសាបសូន្យលោកតាបាក់ចៅរកឃើញហើយយេសម្រេចហើយអាចិនហេតុអីរសជាតិសាច់ឯងប្លែកម្លេះឈ្ងុយជាងមុនឆ្ងាយណាស់ខ្ញុំទើបតែកែសម្រួលរូបមុនបន្តិចបន្តួចនឹងណាសាក់កាត់ឲ្យពូមួយដុំភ្លក់មើលអូហូរសជាតិចុងក្រោយនេះយ៉ាងមិនឆ្ងាញ់នៅក្នុងមាត់រហូតហ្មងថៅកែឈ្ងុយពេកហើយយកប៉ុណ្ណាគីឡូមករសជាតិអស្ចារ្យមែនឆ្ងាញ់ជាងមុនទៅទៀតថៅកែឈិនរសជាតិនេះឆ្ងាញ់ជាងមុនឆ្ងាយណាស់រសជាតិឆ្ងាញ់ជាប់មាត់បែបនេះ30ឆ្នាំហើយមិនដែលបានញ៉ាំទេលោកតានេះគឺជារសជាតិដើមរបស់តាកូនខ្ញុំលឿនឡើងដល់គីវខ្ញុំហើយប្អូនប្រុសភ្ញៀវសម្រុកមកច្រើនជាងថ្ងៃបើកលក់ដំបូងទៅទៀតកុំឈោមើលអីមកជួយគិតលុយភ្ញៀវមកថៅកែឈិនខ្ញុំមកពីភោជនីយដ្ឋានចង់ពិភាក្សារឿងមកយកទៅលក់បន្តរាល់ថ្ងៃតម្លៃពិសេសចាំខ្ញុំលក់ឲ្យភ្ញៀវអស់សិនបងរងចាំ10នាទីសិនទៅហ្វូម៉ាន់ឡូវគឺជាភោជនីយដ្ឋានធំជាងគេក្នុងស្រុកយើងណាថៅកែសូមអញ្ជើញចូលមកខាងក្នុងសិនមកបើមកប្រចាំតម្លៃអាចចរចាគ្នាបាន
ចំនួនប៉ុន្មានក៏អត់បញ្ហាដែរតែតម្លៃមិនអាចបញ្ចុះលើសពី 15% នៃតម្លៃលក់រីបានទេយល់ព្រមតាមនឹងចុះវៃកខ្ញុំចង់មកប្រាប់ឯងថាហាងថ្មីបិទទ្វារហើយខ្ញុំដឹងហើយវៃកខ្ញុំសុំអង្វរែងជួយប៉ះខ្ញុំផងតាំងពីបាត់ទប់មកគាត់មិនហូបបាយទឹកអីទេម៉ាក៏ចេះតែបន្ទោសគាត់ទៀតចុះចំណែកនាងវិញលួចយកផ្ទះដណ្ដើមយកមនុស្សជួមកពីវមកបំផ្លាញទុកខ្ញុំទៀតនាងគិតយ៉ាងម៉េចដែរគឺខ្ញុំអ្នកខុសអ្វីទាំងអស់គឺជាកំហុសរបស់ខ្ញុំរឿងពូចាំខ្ញុំទៅមើលគាត់តែរឿងនាងទុកនិយាយគ្នាពេលក្រោយចុះវៃករសជាតិមួយនេះគឺជារបស់តាកុងឯងមែនទេបាត់មែនហើយជារបស់តាកុងបាទតាកុងឯងបានបន្សល់ទុកវត្ថុមានតម្លៃនេះឲ្យឯងហើយគាត់ពិតជាជ្រើសរើសខ្ញុំមែនភ្លឺទូលីល្អណាស់ក្រោយផ្ទះដាក់ចង្ក្រានខាងមុខតាំងទូគឺលុយហ្មងទីតាំងល្អមែនទេល្អជាងនៅផ្សារកសិកម្ម10 ដងឯណោះឈ្នួល1ឆ្នាំ4008កក់3ខែបង់3ខែមុនកុងត្រា3ឆ្នាំមិនដំឡើងថ្លៃឈ្នួលទេយកពងស៊ីញេកុងត្រាមកហាប្អូនប្រុសពីចំណតឡានមកដល់ទីនេះឆ្ងាយប៉ុណ្ណាដឹងទេមិនឆ្ងាយទេឥឡូវត្រូវធ្វើប៉ាណូឈ្មោះឲ្យធំបំផុតធ្វើឲ្យគេមើលឃើញពីចុងភ្លើងម្ខាងទៀតហ្មងហើយកែឈិនខ្ញុំត្រឡប់មកវិញហើយបើខ្ញុំសុំមកធ្វើការមុនគេហើយមីងសុនស្វាគមន៍ការត្រឡប់មកវិញមកពីវជប់គុកហើយប្តីខ្ញុំប្រញាប់ឲ្យខ្ញុំមកធ្វើការវិញគាត់ខ្លាចថៅកែមិនទទួលខ្ញុំវិញនឹងណាហេវៃកមកមើលចង្ក្រាននេះបន្តិចមើលកម្ពស់ប្រនឹងលំអត់តម្លើងកម្ពស់2 សង់ទីម៉ែត្រទៀតទៅអន់ឈឺចង្កេះណាស់អាឈិនជាងធ្វើប៉ាណូសួរថាអសយកទំហំប៉ុណ្ណាយកធំបំផុតអាស14តួដាក់ឲ្យពេញប៉ាណូនឹងតែម្ដងរសជាតិបែបនេះឲ្យរងចាំ1ឆ្នាំទៀតក៏ព្រមដែរហើយកែឈិនស្អែកនេះម៉ោង2ភ្លឺខ្ញុំមកចាំមិនឲ្យយឺតទេថៅកែជើងជ្រូកនេះលក់មិនដែរយកឲ្យខ្ញុំមួយមកបងប្អូនកុំប្រញាប់ចាំបន្តិចសិនថ្ងៃនេះមានសាច់គ្រប់មុខធានាថាមានគ្រប់គ្នាតម្រង់ជួរដល់ហាងចាប់ហួយក្បែរខាងបាត់ហើយថៅកែស្រីខ្ញុំចេញមើល3 ដងហើយលក់ត្រឹមតែកន្លះថ្ងៃសោះដាច់ជាងលក់នៅផ្សារពេញមួយថ្ងៃទៅទៀតថ្ងៃដំបូងគេមកព្រោះតែចង់សាករបស់តែលក់ដាច់រាល់ថ្ងៃពេញមួយអាទិត្យទើបហៅថាជោគជ័យរសជាតិឆ្ងាញ់ថ្នាក់នេះហើយមានអ្នកណាមិនត្រឡប់មកទេវិញនោះមួយអាទិត្យទៀតភ្ញៀវកាន់តែច្រើនជាងនេះរសៀលនេះយើងត្រូវរៀបអីវ៉ាន់មួយជើងទៀតណាវៃកបើកហាងថ្មីខ្ញុំគ្រាន់តែចង់មកមើលបន្តិចណាអញ្ជើញចូលមកអង្គុយសិនមកខ្ញុំបែកគ្នាជាមួយសុនស៊ឺឈៀងហើយក៏រើចេញមកដែរលុយ500នោះខ្ញុំដឹងថាជារបស់ឯងដែលឲ្យខ្ញុំរឿងតូចតាចទេនេះលុយ500ខ្ញុំសឹងឯងវិញមិនបាច់សងទេទុកចាយវីដើម្បីចាប់ផ្ដើមជីវិតសាជាថ្មីទៅចុះអរគុណឯងខ្លាំងណាស់ខិតខំរស់នៅឲ្យបានល្អកុំឲ្យគេធ្វើបាបបានទៀតណាឯងក៏ត្រូវថែរក្សាខ្លួនឲ្យល្អដែរហាងថ្មីនេះស្អាតណាស់មួយឆ្នាំមុនឆ្នាំ1រក្សាសឹងមិនគង់តែពេលនេះឆ្នាំ2ក៏ស្ងល់មិនទាន់ដែរម៉ោង10សាច់មួយឆ្នាំទៀតឆ្អិនហើយប្រាប់អ្នកខាងមុខឲ្យត្រៀមខ្លួនផងវៃកម៉ាយកស៊ុបមកឲ្យកូនញ៉ាំម៉ាអញ្ជើញចូលមកអង្គុយសិនមកបើតាកុងឯងនៅរស់គាត់ប្រកាសជាគាត់អាចមើលឃើញម៉ា
bà anh mình sơ sưu khuôn tê quát rồi u nực anh rõ thứ ngày Prap quát ở thai để xa sốc hiệp hong cùng ở kết tràn bịch mà từ vinh hai côn thưa ca cho Bon sen prek hai ní ai một hộp bài chung khnia bàn tê cố mà chăm nhóm chip bê tờ lê nhặt tê dừng Bác hàng ban mùi khai hai anh ti mơ thai dương chùm nành ban ôn pro anh chụp chê hai Tớp tại mùi khai so lâu nơ vén ngày nè Ní anh chết sập bài chất cloud nè vừa múc smooth rọt ngày đôi kia chùm bẹ lôi ảnh chẳng ai ôn châu trơ prolong nhóm trơ nhập từ thưa mi ở vì nhầm sân nhà ở ôn châu phong prap vi ở không prolong nè em ở con hai ai chụp khnia na thao kè chen